សូមជូនរឿងសង់ថងចែងទៅចម្លងធัวនៅសម័យបុរាណមានព្រះសង្ឃមួយអង្គមកពីភាគត្បូងដែលទទួលបេសកកម្មដ៏វិសុទ្ធដើម្បីផ្សព្វផ្សាយព្រះធម៌ទៅកាន់ដែនដីឆ្ងាយសិស្សទី1គឺជាអរស្វាមានកម្លាំងខ្លាំងក្លានិងចិត្តក្លាហានត្រៀមខ្លួនការពារព្រះធម៌សិស្សទី2គឺជាអរជ្រូកទោះមើលទៅកំប្លែងប៉ុន្តែមានចិត្តស្មោះត្រង់ចំពោះគ្រូសិស្សទី3គឺជាអរទឹកមានអំណាចដូចរលកសមុទ្រនិងចិត្តស្ងប់ស្ងាត់ដូចទឹកជ្រៅសិស្សទី4គឺជាសេះសមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប៉ុន្តែជាវិញ្ញាណនៃការអត់ធ្មត់ជាមួយគ្នាពួកគេធ្វើដំណើរឆ្លងកាត់គ្រោះថ្នាក់ដើម្បីនាំព្រះធម៌ទៅកាន់ពិភពលោកនៅលើផ្លូវដងងងឹតអរអក្សរបានលាក់ខ្លួនរងចាំវីប្រហារក្រុមអ្នកធម៌អរស្វាលួចចូលសមរភូមិដំបងវេទមន្តបង្វិលដូចខ្យល់ដើម្បីការពារគ្រូរបស់ខ្លួនអរជ្រូកនិងអរទឹកប្រយុទ្ធដីសាមគ្គីភាពកម្លាំងកាត់ចេញពីចិត្តស្មោះត្រង់ព្រះសង្ឃឈរយ៉ាងស្ងប់ស្ងាត់ពន្លឺព្រះធម៌រះចេញពីចិត្តបញ្ចប់អំពើហិង្សាដោយមេត្តាករុណាអរខ្លះសូមអភ័យទោសអរខ្លះរត់គេចពីពន្លឺល្អព្រះធម៌ឈ្នះអំពើអាក្រក់ការធ្វើដំណើរបន្តទៅមុខជាមួយជំនឿនិងសាមគ្គីភាពផ្លូវព្រះធម៌មិនអាចបំផ្លាញបានសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ